នៅក្នុងព្រៃនាដើររងាដ៏ត្រជាក់បុរសម្នាក់កំពុងដើរកាត់ព្រៃយ៉ាងក្រាស់ដោយស្ពាយកាតាបនិងកាន់ឈើមួយដើមដែលមានដោតសាច់ឆៅភ្លាមនោះគាត់បានឮសំឡេងសត្វលូយ៉ាងគួរឲ្យខ្លាចដែលធ្វើឲ្យគាត់មានការប្រុងប្រយ័ត្នគាត់បានសម្លឹងមើលទៅលើផ្ទះឈើតូចមួយដែលសង់ខ្ពស់ផុតពីដីដើម្បីសុវត្ថិភាពគាត់បានសម្រេចចិត្តយកឈើដោតសាច់នោះទៅផ្អែកចោលនៅក្បែរកាំជណ្ដើរបុរសនោះបានបោះជំហានឡើងតាមកាំជណ្ដើរឈើដែលពោរពេញទៅដោយព្រិលយ៉ាងប្រុងប្រយ័ត្នដើម្បីឡើងទៅកាន់ផ្ទះឈើខាងលើពេលឡើងទៅដល់ទ្វារត្រូវបានចាក់សោជាប់គាត់បានដករបាលឈើនិងបើកគន្លឹះទ្វាររួចក៏ចូលទៅខាងក្នុងផ្ទះឈើតូចនោះនៅខាងក្នុងផ្ទះមានសភាពចង្អៀតគាត់បានដើរទៅបើកផ្ទាំងបង្អួចកញ្ចក់ដើម្បីមើលទិដ្ឋភាពព្រៃឈើដែលគ្របដណ្ដប់ដោយព្រិលពណ៌សពីខាងលើគាត់បានដើរពិនិត្យមើលជុំវិញបន្ទប់រួចក៏ទាញបន្ទះឈើមួយដើម្បីបិទទ្វារផ្ទះឲ្យជិតលាក់ខ្លួនពីភាពត្រជាក់ខាងក្រៅទិដ្ឋភាពពីខាងក្រៅបង្ហាញពីដើមឈើធំនិងផ្ទះឈើដ៏ឯកោចំកណ្ដាលព្រើធ្លាក់យ៉ាងខ្លាំងបុរសនោះអង្គុយមើលទៅខាងក្រៅបង្អួចទាំងដកដង្ហើមធំរួចក៏ដោះស្រោមដៃចេញដើម្បីកម្ដៅដៃបន្ទាប់មកគាត់បានពិនិត្យមើលកម្រាលឥដ្ឋដែលមានស្នាមប្រឡាក់គាត់បានបើកថតឈើខាងក្រោមបន្តិចរួចដកអំបោះធ្នាងធៀងដូងតូចមួយចេញមកដើម្បីចាប់ផ្ដើមបោសសម្អាតព្រិលនិងកំទេចកំទីនៅលើកម្រាលឥដ្ឋគាត់បានបោសសម្អាតយ៉ាងផ្ចិតផ្ចង់រហូតកំទេចកំទីទាំងនោះចេញទៅខាងក្រៅទ្វារបន្ទាប់មកគាត់បានរៀបចំបន្ទះក្តារសម្រាប់អង្គុយឡើងវិញគាត់បានយកភួយឬកម្រាលពូកចាស់មួយមកលាតតម្រៀបនៅលើកៅអីឈើវែងដើម្បីរៀបចំកន្លែងសម្រាប់សម្រាកគាត់បានចុះទៅយកកាតាបស្ពាយរបស់គាត់ឡើងមកខាងលើរួចដាក់វានៅកាច់ជ្រុងបន្ទប់និងមើលទៅខាងក្រៅបង្អួចម្ដងទៀតបន្ទាប់មកបុរសនោះបានដើរចូលទៅក្នុងព្រៃគាត់បានប្រទះឃើញដើមឈើដែលមានស្នាមឆ្កូតជុំវិញដើមរួចក៏យកដៃទៅស្ទាបអង្អែលពិនិត្យមើលគាត់បានប្រើអារឹកឈើតូចមួយអារោកាត់មែកឈើងាប់ដែលដួលនៅលើដីដើម្បីយកមកធ្វើជាអុកបន្ទាប់ពីអារបានពីសន្លប់រួចរាល់គាត់បានលីឈើទាំងនោះនៅលើស្មាហើយដើរត្រឡប់ទៅកាន់ផ្ទះឈើវិញពេលមកដល់ក្បែរជណ្ដើរគាត់បានទម្លាក់អុសចុះរួចដកកាំបិតតូចមកកាប់ដុតឈើឲ្យចេញជាបន្ទះស្ដាងសម្រាប់ងាយស្រួលបង្កាត់ភ្លើងគាត់បានដើរឡើងជណ្ដើរទាំងលីកំណាត់ឈើរួចរុញឈើវែងទាំងនោះចូលទៅក្នុងផ្ទះតាមច្រកទ្វារនៅខាងក្នុងគាត់បានយកពូថៅដៃមកពុះនិងកាប់កំណាត់ឈើទាំងនោះជាដុំតូចយ៉ាងស្ទាត់ជំនាញនៅលើកៅអីឈើបន្ទាប់ពីរៀបចំកន្លែងរួចរាល់គាត់បានទាញភួយមកដណ្ដប់លើខ្លួនហើយដេកសម្រាកមួយភាំងនៅលើកៅអីវែងក្នុងភាពស្ងប់ស្ងាត់ទិដ្ឋភាពខាងក្រៅព្រិលនៅតែបន្តធ្លាក់យ៉ាងក្រាស់នៅក្នុងផ្ទះបុរសនោះបានក្រោកឡើងហើយបើកកាតាបដកយកចង្ក្រានដៃតូចមួយចេញមកគាត់បានដំឡើងចង្ក្រានដោយតបបំពង់ផ្សែងចេញទៅខាងក្រៅបង្អួចយ៉ាងមានសុវត្ថិភាពគាត់បានរៀបចំទម្រនិងបន្ទះដែកសម្រាប់បំពង់ផ្សែងនៅជាប់បង្អួចដើម្បីការពារកុំឲ្យផ្សែងហុយចូលក្នុងបន្ទប់គាត់បានចុះទៅខាងក្រោមម្ដងទៀតដើម្បីកោសឈើនិងយកកំទេចឈើងាប់មកធ្វើជាប្រទះសម្រាប់បង្កាត់ភ្លើងរួចឡើងមកលើវិញទាំងយកវីសមកមួលភ្ជាប់បំពង់ផ្សែងឲ្យជាប់ទិដ្ឋភាពពេលប្រលប់បានឈានចូលមកដល់ព្រៃឈើចាប់ផ្ដើមងងឹតនៅក្នុងផ្ទះគាត់បានរៀបចំតុឈើតូចមួយសម្រាប់កិច្ចការបន្ទាប់មេចាប់ផ្ដើមងងឹតសងបុរសនោះបានដកអារក្សមកអាឈើនៅក្នុងផ្ទះបន្ថែមទៀតដើម្បីត្រៀមសម្រាប់ដុតពេញមួយយប់គាត់បានញាត់កំទេចក្រដាសនិងដុំឈើតូចចូលទៅក្នុងចង្ក្រានរួចគូសឈើគូសបង្កាត់ភ្លើងយ៉ាងកក់ក្ដៅពន្លឺភ្លើងចេញពីចង្ក្រានបានជួយបំភ្លឺបន្ទប់ឈើតូចនិងមានផ្សែងហុយចេញតាមបំពង់ទៅខាងក្រៅ
នៅក្នុងភាពងងឹតបុរសនោះបានពាក់ភ្លើងលេសឺនៅលើក្បាលរួចដើរចូលទៅក្នុងព្រៃម្ដងទៀតទាំងយប់ដើម្បីកាប់មែកឈើងាប់យកមកបន្ថែមគាត់បានអារក្សឈើយ៉ាងលឿនរួចប្រមូលអស់ទាំងនោះដោះកាំជណ្ដើរឡើងមកលើផ្ទះវិញគាត់បានរៀបចំដុំអុសទុកដាក់មួយឡែករួចដុតទៀនបំភ្លឺនៅក្នុងបន្ទប់ធ្វើឲ្យបរិយាកាសកាន់តែកក់ក្ដៅគាត់បានបើកទ្វារចេញទៅខាងក្រៅបន្តិចដើម្បីយកកូនឆ្នាំងដៃទៅកើបយកព្រើស្អាតៗមកធ្វើជាទឹកសម្រាប់ដាំស្លគាត់បានដាក់ឆ្នាំងព្រើនោះនៅលើចង្ក្រានដើម្បីរំលាយវាជាទឹករួចក៏សម្រាកមើលពន្លឺទៀនបន្ទាប់មកគាត់បានរៀបចំបន្លែមានដូចជាការ៉ុតខ្ទឹមបារាំងនិងប៉េងប៉ោះរួចទៅយកឈើដោតសាច់ឆៅដែលផ្អែកចោលខាងក្រោមឡើងមកគាត់បានប្រើកាំបិតចិតសាច់ចេញពីមែកឈើរួចដាក់វានៅលើជ្រុងឈើតូចមួយយ៉ាងស្អាតគាត់បានដោះអាវក្រៅក្រាស់ចេញដើម្បីឲ្យស្រួលខ្លួនរួចយកដងពូថៅមកវាយដែកគោលជាប់ជញ្ជាំងដើម្បីព្យួរពូថៅទុកគាត់ចាប់ផ្ដើមហាន់ការ៉ុតខ្ទឹមបារាំងនិងប៉េងប៉ោះជាកង់ៗរួចចាក់ទឹកក្តៅដែលរំលាយពីព្រើចូលទៅក្នុងកែវដែកគាត់បានក្រេបទឹកក្តៅមួយក្អឹកយ៉ាងមានក្តីសុខក្នុងពេលដែលរង់ចាំទឹកស៊ុបពុះគាត់បានដាក់សាច់បន្លែខ្ទឹមបារាំងនិងការ៉ុតចូលទៅក្នុងឆ្នាំងស៊ុបដែលកំពុងពុះនៅលើចង្ក្រានយ៉ាងគួរឲ្យឆ្ងាញ់នៅខាងក្រៅផ្ទះក្នុងភាពងងឹតមានសត្វកញ្ជ្រោងមួយក្បាលបានដើរមកក្បែរជណ្ដើរផ្ទះហាក់ដូចជាធំក្លិនសាច់មិនយូរប៉ុន្មានកញ្ជ្រោងមួយក្បាលទៀតក៏បានមកដល់ដែរសត្វកញ្ជ្រោងទាំងពីរបានដើរចុះឡើងនៅលើព្រិលនៅក្នុងផ្ទះស៊ុបបានឆ្អិនបុរសនោះបានដួសស៊ុបក្តៅៗដាក់ចូលក្នុងចានឈើគាត់បានបើកបង្អួចបន្តិចរួចចាប់ផ្ដើមញ៉ាំស៊ុបក្តៅៗយ៉ាងឆ្ងាញ់រីឯសត្វកញ្ជ្រោងនៅខាងក្រៅបានត្រឹមតែសម្លឹងមើលនិងរើសកំទេចសាច់ដែលធ្លាក់នៅលើព្រើស៊ីប៉ុណ្ណោះបន្ទាប់ពីញ៉ាំអាហាររួចរាល់គាត់បានរៀបចំទុកដាក់សម្ភារៈបិទទ្វារផ្ទះចាក់សោឲ្យជិតរួចក៏ចូលគេងនៅលើគ្រែឈើក្រោមពន្លឺភ្លើងចង្ក្រានដ៏កក់ក្ដៅចំកណ្ដាលរាត្រីដ៏ត្រជាក់